បាទសួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះពួកយើងនឹងទៅនិយាយអំពី this ហើយនិង that បាទ this ហើយនិង that គឺត្រូវបានគេប្រើដើម្បីនិយាយអំពីនាមដែលនៅជិតឬក៏នៅឆ្ងាយពីយើងបាទដូច្នេះដើម្បីឲ្យកាន់តែច្បាស់សូមចូលទៅកាន់ slide មេរៀនទាំងអស់គ្នាបាទសូមក្រឡេកមើលមកឧទាហរណ៍ទី1 This is a flower នេះគឺជាផ្កាមួយបាទពួកយើងប្រើ this ទៅនិយាយអំពីនាមមួយគឺ a flower ផ្កាមួយដែលវានៅទីជិតអូខេ this is a flower នេះគឺជាផ្កាមួយវាគឺមិននៅឆ្ងាយពីយើងទេវាគឺនៅជិតយើងបាទសូមមើលឧទាហរណ៍ទី2 that is a flower នោះគឺជាផ្កាមួយបាទពួកយើងប្រើ that ដើម្បីនិយាយអំពីនាមមួយដែលនៅឆ្ងាយដូច្នេះ that is a flower នោះគឺជាផ្កាមួយបាទគឺផ្កាមួយនោះគឺវានៅឆ្ងាយពីយើងបាទឥឡូវសូមបដូរទៅកាន់ slide បន្ទាប់បាទយើងដឹងរួចមកហើយកាលពី slide មុនគឺ this is a flower នេះគឺជាផ្កាមួយ that is a flower នោះគឺជាផ្កាមួយពាក្យថា this គឺសម្គាល់នៅទីជិតចំណែកពាក្យថា that គឺនៅទីឆ្ងាយបាទឥឡូវសូមមើលទៅកាន់ឧទាហរណ៍បន្ទាប់ This isn't a flower នេះមិនមែនជាផ្កាទេបាទគឺវានៅទីជិតប៉ុន្តែសូមមើលសិន isn't គឺជាទម្រង់កាត់របស់ is not បាទអញ្ចឹង this isn't a flower នេះគឺមិនមែនជាផ្កាមួយទេ this is a chair នេះគឺជាកៅអីមួយបាទឥឡូវសូមមើលទៅឧទាហរណ៍មួយទៀត that isn't a flower នោះគឺមិនមែនជាផ្កាទេបាទគឺវានៅទីឆ្ងាយដូច្នេះយើងត្រូវដាក់ that បាទម្ដងទៀតយើងមាន isn't គឺជាទម្រង់កាត់របស់ is not បាទអញ្ចឹងគឺ that isn't a flower នោះមិនមែនជាផ្កាទេ that is a chair នោះគឺជាកៅអីបាទឥឡូវសូមបដូរទៅកាន់ slide បន្ទាប់មួយទៀតបាទនៅក្នុង slide នេះពួកយើងនឹងរៀនអំពីរបៀបប្រើ this ហើយនិង that នៅក្នុងប្រយោគសំណួរអូខេកាលពី slide មុនគឺយើងមានប្រយោគ this is a flower នេះគឺជាផ្កាមួយនៅពេលដែលយើងធ្វើវាឲ្យទៅជាប្រយោគសំណួរគឺយើងត្រូវបដូរកិរិយាសព្ទ to be ឲ្យទៅនៅខាងមុខវិញបាទដូច្នេះគឺយើងបាន is this a flower តើនេះគឺជាផ្កាមួយឬបាទគឺសំដៅលើវានៅទីជិតចំពោះចម្លើយនៃសំណួរនេះគឺយើងអាចឆ្លើយបានថា yes it is បាទឬចាស់វាគឺជាផ្កាបាទសូមមើលប្រយោគទី2 is that a flower តើនោះគឺជាផ្កាឬបាទគឺសំដៅលើផ្កាដែលនៅទីឆ្ងាយហើយចម្លើយរបស់វាគឺ yes it is បាទឥឡូវសូមមើលទៅកាន់ឧទាហរណ៍ខាងក្រោមបន្ទាប់ is this a flower តើនេះគឺជាផ្កាឬបាទជាក់ស្ដែងគឺវាមិនមែនជាផ្កាទេវាគឺជាកៅអីត្រូវអត់ដូច្នេះចម្លើយរបស់វាគឺ no it isn't ទេវាមិនមែនជាផ្កាទេបាទប្រយោគមួយទៀត is that a flower តើនោះគឺជាផ្កាឬចម្លើយគឺ no ដែរគឺ no it isn't ទេនោះមិនមែនជាផ្កាទេបាទដូច្នេះនៅក្នុងវីដេអូនេះពួកយើងបានរៀនអំពីរបៀបប្រើ this ហើយនិង that ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាបានយល់ហើយយើងនឹងជួបគ្នានៅវីដេអូបន្ទាប់បាទជម្រាបលា